រណិទាននេះដំណើរនេះព្រះដ៏មានព្រះភិយទ្រង់ឲ្យប្រជុំភិក្ខុសង្ឃហើយទ្រង់សាកសួរភិក្ខុទាំងឡាយក្នុងគ្រានោះថាមនាលភិក្ខុទាំងឡាយបានលើថាពួកភិក្ខុផ្ដាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះផ្លាស់គ្នាឲ្យផ្ដាច់បង់ជីវិតទៅវិញទៅមកខ្លះភិក្ខុខ្លះចូលទៅរកសមណគតកៈឈ្មោះមិគលានតិកៈហើយនិយាយយ៉ាងនេះថាមនាលអវុសោពួកយើងសូមអង្វរអ្នកចូលផ្ដាច់បង់ជីវិតពួកយើងចោះបាទនឹងជីវរទាំងនេះនឹងបានជារបស់អ្នកយ៉ាងនេះពិតមែនឬភិក្ខុទាំងឡាយក្រាបទូលថាសូមទ្រង់ប្រមេតាប្រោសពិតមែនព្រះពុទ្ធដ៏មានព្រះភិយទ្រង់តែដៀលថាមនាលភិក្ខុទាំងឡាយអំពើដែលអ្នកទាំងឡាយបានធ្វើហើយនេះមិនសមមិនទំនងមិនគួរមិនមែនជាកិច្ចរបស់សាមណៈមិនក៏បីសោះមិនគួរធ្វើសោះមនាលភិក្ខុទាំងឡាយហេតុដូចម្ដេចបានជាពួកភិក្ខុទាំងនោះទៅផ្ដាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះផ្លាស់គ្នាឲ្យផ្ដាច់ជីវិតទៅវិញទៅមកខ្លះភិក្ខុខ្លះចូលទៅរកសមណគតកៈឈ្មោះមិគលានតិកៈហើយពោលយ៉ាងនេះថាមនាលអវុសោពួកយើងសូមអង្វរអ្នកចូលផ្ដាច់បង់ជីវិតពួកយើងចុះបាទនឹងជីវរនេះនឹងបានជារបស់អ្នកមនាលភិក្ខុទាំងឡាយអំពើនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដោយជនទាំងឡាយដែលមិនតាន់ជ្រះថ្លាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយថ្លែងផ្ដាច់បង់រាងកាយរបស់មនុស្សឲ្យឃ្លាតចាកជីវិតក្តីទោះបីស្វែងរកគ្រឿងសត្រាវុធឲ្យគេសម្លាប់រាងកាយមនុស្សនោះក្តីភិក្ខុនោះឯងហៅថាត្រូវអាបត្តិបរាជិករោគសង្វាសគ្មានសិក្ខាបទនេះព្រះដ៏មានព្រះភិយទ្រង់បញ្ញត្តិឲ្យដល់ភិក្ខុទាំងឡាយយ៉ាងនេះសម័យនោះឯងមានឧបាសកម្នាក់មានជំងឺប្រពន្ធរបស់ឧបាសកនោះមានរូបល្អស្រស់បោះមុខគួរឲ្យគយគន់ជាទីនាំមកនៅសេចក្តីជ្រះថ្លាពួកឆាប់បគីភិក្ខុមានចិត្តប្រតិព័ទ្ធចំពោះស្រីនោះគ្រានោះសេចក្តីបរិវិតកៈនេះបានមានដល់ពួកឆាប់បគីភិក្ខុដូច្នេះថាមនាលអវុសោទាំងឡាយបើឧបាសកនោះនឹងរស់នៅពួកយើងមុខជានឹងមិនបានស្រីនោះទេមនាលអវុសោទាំងឡាយបើដូច្នោះយើងនាំគ្នាពរនាគុណនៃសេចក្តីស្លាប់ដល់ឧបាសកនោះគ្រានោះឯងពួកឆាប់បគីយភិក្ខុនាំគ្នាចូលទៅកាន់ទីដែលឧបាសកនោះនៅលុះចូលទៅដល់ហើយក៏និយាយពាក្យនេះនឹងឧបាសកនោះថាមនាលឧបាសកអ្នកឯងបានធ្វើអំពើល្អមកហើយបានធ្វើកុសលមកហើយបានធ្វើកម្មជាគ្រឿងការពារភ័យរួចអស់ហើយអ្នកឯងមិនមែនធ្វើបាបមិនមែនធ្វើអំពើលាមកមិនមែនធ្វើអំពើលាមកមិនដែលធ្វើអំពើអាក្រក់អំពើល្អអ្នកបានធ្វើហើយបាបអ្នកមិនធ្លាប់ធ្វើឡើយអ្នកឯងមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះអ្នកស្លាប់ទៅប្រសើរជាងរស់នៅអ្នកធ្វើការលកិរិយារំលាងខណ្ឌស្លាប់ចាកមនុស្សលោកនេះទៅកាន់បរលោកនឹងកើតក្នុងមនុស្សសុគតិឬស្ថានសួគ៌អ្នកនឹងបានឆ្អែតស្កប់ស្កល់នឹងបានឲ្យស្រីអប្សរទាំងឡាយបម្រើដោយកាមគុណទាំង5ដោយជាទិដ្ឋក្នុងស្ថានសួគ៌នោះគ្រានោះឯងឧបាសកនោះគិតថាលោកម្ចាស់ទាំងឡាយនិយាយនេះពិតណាស់ត្បិតខ្លួនឯងជាមនុស្សបានធ្វើអំពើល្អមកហើយបានធ្វើកុសលមកហើយបានធ្វើវិធីការពារភ័យក្នុងអបាយភូមិហើយបាបអញមិនដែលធ្វើឡើយអំពើអាក្រក់ក៏អញមិនដែលបានធ្វើមិនធ្លាប់ធ្វើអំពើអាក្រក់សោះអំពើប្រពៃអញបានធ្វើហើយបាបអញមិនធ្លាប់ធ្វើឡើយអញមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះអញស្លាប់ទៅប្រសើរជាងរស់នៅអញធ្វើការលកិរិយារំលាងខណ្ឌស្លាប់ចាកមនុស្សលោកនេះទៅកាន់បរលោកនឹងកើតក្នុងមនុស្សសុគតិឬស្ថានសួគ៌អញមុខជានឹងឆ្អែតស្កប់ស្កល់ឲ្យស្រីទេពអប្សរទាំងឡាយបម្រើដោយកាមគុណទាំង5ដែលជាទិព្វក្នុងស្ថានសួគ៌នោះឧបាសកនោះបរិភោគភោជនទាំងឡាយដែលមិនសប្បាយគឺអាហារដែលស្លែងនាំឲ្យកើតរោគទំពាស៊ីតេខាទនិយៈគ្រឿងទំពាដែលមិនសប្បាយផងចិញ្ចៀតចិញ្ជក់តែវត្ថុសម្រាប់ចិញ្ចៀតចិញ្ជក់ដែលមិនសប្បាយផងផឹកទឹកដែលមិនសប្បាយផងកាលឧបាសកនោះបរិភោគភោជនដែលមិនសប្បាយតែម្យ៉ាងផងកាលទំពាស៊ីខាទនិយៈវត្ថុដែលមិនជាទីសប្បាយផងកាលចិញ្ចប់ចិញ្ជក់វត្ថុសម្រាប់ចិញ្ចប់ចិញ្ជក់មិនសប្បាយផងផឹកទឹកដែលមិនសប្បាយផងអាពាធដ៏ឃ្លាវខ្លាក៏កើតឡើងឧបាសកនោះក៏បានធ្វើការលកិរិយាទៅដោយអាពាធនោះឯង
ទើបប្រពន្ធបាសកនោះពោលទោសទេដៀលបន្តបង្អាប់ថាពួកសាមណៈទាំងនេះជាសាក្យបុត្រជាបុគ្គលឥតខ្មាស់ជាមនុស្សទ្រុសិលមានប្រក្រតីពោលពាក្យមុសាពួកសាមណៈទាំងនេះនឹងបដិញ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ជាអ្នកប្រព្រឹត្តរៀបរយជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ជាអ្នកពោលពាក្យសត្យជាអ្នកមានសិលជាអ្នកមានកល្យាណធម៌ដោយម្ដេចបានភាពសាមណៈរបស់ភិក្ខុនេះគ្មានទេព្រហ្មចរិយធម៌របស់ភិក្ខុទាំងនេះក៏គ្មានទេសាមញ្ញគុណរបស់សាមណៈទាំងនេះវិន័យអស់ហើយព្រហ្មញ្ញគុណរបស់សាមណៈទាំងនេះវិន័យអស់ហើយសាមញ្ញគុណរបស់សាមណៈទាំងនេះនឹងមានមកពីណាព្រហ្មញ្ញគុណរបស់សាមណៈទាំងនេះនឹងមានមកពីណាសាមណៈទាំងនេះប្រសិជ្ជៈសាមញ្ញគុណហើយសាមណៈទាំងនេះប្រសិជ្ជៈសាមញ្ញគុណហើយព្រោះសាមណៈទាំងនេះបានពូរនេគុណនៃសេចក្តីស្លាប់ដល់ស្វាមីរបស់ឯងស្វាមីរបស់ឯងគឺសាមណៈទាំងនេះសម្លាប់ហើយទាំងពួកមនុស្សឯទៀតក៏ពោលតោតែដៀលបន្តបង្អាប់សាមណៈពួកនេះជាសក្យបុត្រជាមនុស្សឥតខ្មាស់មនុស្សទ្រុសិលជាមនុស្សទ្រុសិលពោលតែពាក្យមុសាពួកសាមណៈទាំងនេះបដិញ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តរៀបសារប្រព្រឹត្តព្រហ្មចរិយធម៌ពោលពាក្យសច្ចៈមានសិលមានកល្យាណធម៌ដូចម្ដេចបានព្រោះសាមញ្ញគុណរបស់សាមណៈទាំងនេះគ្មានទេព្រហ្មញ្ញគុណរបស់សាមណៈទាំងនេះក៏គ្មានទេសាមញ្ញគុណរបស់សាមណៈទាំងនេះវិន័យអស់ហើយព្រហ្មញ្ញគុណរបស់សាមណៈទាំងនេះវិន័យអស់ហើយសាមញ្ញគុណរបស់សាមណៈទាំងនេះនឹងមានមកពីណាព្រហ្មញ្ញគុណរបស់សាមណៈទាំងនេះនឹងមានមកពីណាពួកសាមណៈទាំងនេះប្រសិជ្ជៈសាមញ្ញគុណហើយពួកសាមណៈទាំងនេះប្រសិជ្ជៈព្រហ្មញ្ញគុណហើយព្រោះសាមណៈទាំងនេះបានពូរនេគុណនៃសេចក្តីស្លាប់ដល់ឧបាសកដែលស្លាប់ពីព្រោះតែសាមណៈទាំងនេះភិក្ខុទាំងឡាយបានឮមនុស្សពួកនោះកំពុងពោលទោសតែដៀលបន្តបង្អាប់ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិចភិក្ខុទាំងនោះក៏ពោលទោសតែដៀលបន្តបង្អាប់ថាហេតុម្ដេចបានជាពួកឆាបគីយភិក្ខុទៅពូរនេគុណនៃសេចក្តីស្លាប់ដល់ឧបាសកដូច្នោះគ្រានោះឯងពួកភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាព្រះបរមសាស្តាត្រាស់សួរថាមនាលភិក្ខុទាំងឡាយលើថាអ្នកទាំងឡាយបានពូរនេគុណនៃសេចក្តីស្លាប់ដល់ឧបាសកមែនឬពួកភិក្ខុទាំងនោះក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភាពិតមែនព្រះពុទ្ធដ៏មានជោគទ្រង់តែដៀលថាមនាលមុខបរោះទាំងឡាយអំពើដែលអ្នកទាំងអស់គ្នាធ្វើឲ្យនោះមិនសមគួរមិនត្រូវទំនងមិនត្រូវបែបមិនមែនជារបស់សាមណៈមិនគប្បីមិនគួរធ្វើសោះមនាលមុខបរោះទាំងឡាយហេតុម្ដេចបានជាអ្នកទាំងឡាយទៅពូរនេគុណនៃសេចក្តីស្លាប់ដល់ឧបាសកដូច្នោះមនាលមុខបរោះទាំងឡាយអំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយខ្លែងផ្ដាច់បងរាងកាយរបស់មនុស្សឲ្យឃ្លាតចាកជីវិតក្តីទោះបីស្វែងរកគ្រឿងសត្រាវុធឲ្យគេសម្លាប់រាងកាយមនុស្សនោះក្តីពូរនេគុណនៃសេចក្តីស្លាប់ក្តីឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ថាណែបរោះដោយចម្រើនអ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះអ្នកស្លាប់ទៅប្រសើរជាងរស់នៅភិក្ខុមានចិត្តគិតដូច្នោះសេចក្តីត្រេកក្នុងចិត្តដូច្នោះក៏បីពូរនេគុណនៃសេចក្តីស្លាប់ឬក៏បីណែនាំសេចក្តីស្លាប់ដោយអនេកបរិយាយភិក្ខុនេះក្តីហៅថាត្រូវអាបត្តិបរាជិកមិនមានសង្វាសឡើយត្រង់ពេលថាភិក្ខុណាមួយក្នុងពេលយលៈទាំងពីរមានសេចក្តីអធិប្បាយដូចក្នុងបរាជិកសិក្ខាបទទី1ត្រង់បទថាខ្លែងនោះគឺដឹងច្បាស់គឺដឹងជាច្បាស់ហើយខ្លែងសម្លាប់ដែលហៅថារាងកាយនៃមនុស្សនោះគឺបឋមចិត្តណាដែលកើតឡើងហើយបឋមវិញ្ញាណណាដែលកើតឡើងប្រកបហើយក្នុងផ្ទៃនៃមេដាដរាបដល់ពេលស្លាប់ក្នុងរវាងកាលប៉ុណ្ណោះនេះឯងហៅថារាងកាយរបស់មនុស្សត្រង់ពាក្យថាផ្ដាច់បងត្រង់ពាក្យថាផ្ដាច់បងចាក់ជីវិតគឺចូលទៅផ្ដាច់បងញ៉ាំងឥន្ទ្រីគឺជីវិតឲ្យរស់នៅគឺថាញ៉ាំងសន្តិតិខ្សែតនៃចិត្តឲ្យកម្រើកត្រង់ពាក្យថាទោះបីស្វែងរកគ្រឿងសត្រាវុធឲ្យគេសម្លាប់រាងកាយមនុស្សនោះក្តីសេចក្តីថាគឺក៏បីស្វែងរកដាវក្តីលំពេងក្តី
ច្បូកក្តីឈើស្រួយក្តីអន្លូងក្តីថ្មក្តីកំបិតក្តីថ្នាំពឹសក្តីខ្សែក្តីត្រង់ពាក្យថាពរណេគុណនៃសេចក្តីស្លាប់ក្តីសេចក្តីថាសំដែងទោសក្នុងកិរិយារស់នៅពោលសរសើរគុណក្នុងការស្លាប់ត្រង់ពាក្យថាកិរិយាណែនាំដើម្បីសេចក្តីស្លាប់សេចក្តីថានិយាយណែនាំថាអ្នកចូលនាំគ្រឿងសត្រាមកក្តីថាអ្នកចូលស៊ីថ្នាំពឹសក្តីថាអ្នកចូលចងរិទ្ធដោយខ្សែហើយធ្វើមរណកាលទៅក្តីយ៉ាងនេះហៅថានិយាយណែនាំដើម្បីសេចក្តីស្លាប់ត្រង់ពាក្យថាណែបរោះដោយចម្រើននេះជាឈ្មោះនៃពាក្យអលបណៈពាក្យសម្រាប់ហៅរោគថាមនាលបរោះដោយចម្រើនត្រង់ពាក្យថាអ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះអ្នកស្លាប់ទៅប្រសើរជាងកិរិយារស់នៅមានអธิบายថាជីវិតរបស់ពួកមនុស្សកំសត់បើធៀបទៅនឹងជីវិតរបស់ពួកមនុស្សស្ដុកស្ដំក៏ឃើញថាជាជីវិតលាមកជីវិតរបស់ពួកមនុស្សឥតទ្រព្យបើធៀបនឹងជីវិតរបស់ពួកមនុស្សមានទ្រព្យក៏ឃើញថាជាជីវិតលាមកជីវិតរបស់មនុស្សទាំងឡាយបើធៀបផ្ទឹមគ្នានឹងជីវិតរបស់ទេវតាទាំងឡាយក៏ឃើញថាជាជីវិតលាមកយ៉ាងនេះហៅថាជីវិតលាមកជីវិតរបស់មនុស្សដាច់ដៃដាច់ជើងដាច់ទាំងដៃទាំងជើងមនុស្សដាច់ត្រចៀកមនុស្សដាច់ច្រមុះមនុស្សដាច់ទាំងត្រចៀកទាំងច្រមុះទាំងនេះហៅថាជីវិតអាក្រក់អ្នកមានប្រយោជន៍អ្វីនឹងជីវិតដ៏លាមកនេះនឹងជីវិតដ៏អាក្រក់នេះអ្នកស្លាប់ទៅប្រសើរជាងរស់នៅត្រង់ពាក្យថាមានចិត្តគិតដូច្នេះសេចក្តីថាធម្មជាតិណាជាចិត្តធម្មជាតិនោះជាមโนធម្មជាតិណាជាមโนធម្មជាតិនោះជាចិត្តត្រង់ពាក្យថាមានសេចក្តីតេរីក្នុងចិត្តដូច្នេះសេចក្តីថាមានសេចក្តីសម្គាល់ក្នុងសេចក្តីស្លាប់មានចេតនាចង់ឲ្យស្លាប់មានសេចក្តីប៉ុនប៉ងចង់ឲ្យស្លាប់ត្រង់ពាក្យថាដោយអនេកបរិយាយគឺដោយអាការៈទាំងឡាយខ្ពស់និងទាបដោយឧបាយច្រើនយ៉ាងត្រង់ពាក្យថាពរណេគុណនៃសេចក្តីស្លាប់ក្តីអธิบายថាភិក្ខុទាំងឡាយពោលសរសើរគុណក្នុងការស្លាប់ទៅដូច្នេះថាអ្នកស្លាប់អំពីលោកនេះគឺអ្នករំលាងខណ្ឌស្លាប់ទៅកាន់បរលោកនឹងកើតក្នុងមនុស្សសុគតិឬស្ថានសួគ៌អ្នកនឹងបានឆ្អិតស្កប់ស្កល់ឲ្យស្រីទេពអប្សរទាំងឡាយបម្រើដោយកាមគុណទាំង5ដ៏ជាទឹកក្នុងស្ថានសួគ៌នោះត្រង់ពាក្យថាឬនិយាយណែនាំដើម្បីសេចក្តីស្លាប់សេចក្តីថានិយាយដឹកនាំថាអ្នកចូលនាំគ្រឿងសត្រាមកក្តីអ្នកចូលស៊ីថ្នាំពឹសក្តីអ្នកចូលចងរិទ្ធដោយខ្សែហើយធ្វើការលកិរិយាទៅក្តីអ្នកចូលលោតទម្លាក់ទៅក្នុងបឹងក្តីអណ្ដូងក្តីជ្រោះក្តីត្រង់ពាក្យថាភិក្ខុនេះក្តីមានសេចក្តីអธิบายដោយខាងដើមត្រង់បរាជិកកាន់ទី1ត្រង់ពាក្យថាត្រូវអាបត្តិបរាជិកអธิบายថាថ្មក្រាស់បែកជាពីរចំណែកជាវត្ថុភ្ជាប់គ្នាមិនបានទៀតយ៉ាងណាមិញភិក្ខុថ្លែងផ្ដាច់បងរាងកាយរបស់មនុស្សឲ្យចាក់ជីវិតមិនមែនជាសាមណៈមិនមែនជាសក្ជាបុត្រមានឧបមាដូចនោះឯងព្រោះហេតុនោះទើបហៅថាត្រូវអាបត្តិបរាជិកត្រង់ពាក្យថារោគសង្វាសគ្មានសេចក្តីថាកម្មជាមួយអ្នកឧទេសជាមួយអ្នកសិក្ខាស្មើគ្នានេះហៅថាមានសង្វាសភិក្ខុនោះគ្មានសង្វាសដូចនោះទេព្រោះហេតុនោះទើបហៅថារោគសង្វាសគ្មានភិក្ខុស្ថិតនៅក្នុងទីចិត្តតាំងចិត្តនឹងសម្លាប់មនុស្សដោយខ្លួនឯងដោយប្រើបម្រើតគ្នាដោយបម្រើទៅធ្វើការខុសសង្កេតដោយបម្រើទៅធ្វើត្រឡប់មកវិញភិក្ខុនៅក្នុងទីមិនកំបាំងសម្គាល់ថាកំបាំងនៅក្នុងទីកំបាំងសម្គាល់ថាមិនកំបាំងនៅក្នុងទីមិនកំបាំងសម្គាល់ថាមិនកំបាំងនៅក្នុងទីកំបាំងសម្គាល់ថាកំបាំងភិក្ខុពរនីសេចក្តីស្លាប់ដោយកាយពរនីដោយវិចាពរនីដោយកាយនិងវិចាពរនីដោយប្រើបម្រើពរនីដោយចារកអសរជីករណ្ដៅធ្វើបង្អែកបង្កប់ជំរងឲ្យភេសជ្ជៈសម្លាប់ដោយរូបសម្លាប់ដោយសម្លេងសម្លាប់ដោយក្លិនសម្លាប់ដោយរសសម្លាប់ដោយសម្ផស្សសម្លាប់ដោយធัวសម្លាប់ឲ្យស្លាប់បង្កប់ឲ្យស្លាប់ព្រានប្រដៅដើម្បីឲ្យស្លាប់ធ្វើសង្កេតកម្មធ្វើនិមិត្តកម្មត្រង់ពាក្យថាដោយខ្លួនឯងគឺភិក្ខុសម្លាប់គេដោយខ្លួនឯងគឺភិក្ខុសម្លាប់គេខ្លួនឯងដោយកាយក្តីដោយអាវុធដែលជាប់នឹងកាយក្តីដោយគ្រឿងប្រយោលក្តីត្រង់ពាក្យថា
ถัดในขนมตีเจ็ดสิกระไดถาถัดในขนมตีเจ็ดก็บังกอบถาเนี่ยโจจะอย่างนี้เนี่ยโจประหายอย่างนี้เนี่ยโจสำหรับอย่างนี้ปิโคบังกอบปิโคพองคณีถาโลกโจปดัยบองชีวิตมนุษย์ชมธาโดยชนะตระบัดตกอดปิโคเนี่ยตัวบังกอบนุจำนำมนุษย์นุบานให้ปดัยบองชีวิตมนุษย์นุตระบัดปลายเจ็ดเตียงปีรูปปิโคบังกอบปิโคพองคณีถาโลกโจปดัยบองชีวิตมนุษย์ชมนี้โดยชนะตระบัดตกอดปิโคเนี่ยตัวบังกอบจำนำมนุษย์บานปนแต่แต่ปดัยบองชีวิตมนุษย์ดตีวิงปิโคเนี่ยบังกอบมันตระบัดหลายปิโคเนี่ยสำหรับตระบัดปลายเจ็ดปิโคบังกอบปิโคพองคณีถาโลกโจปดัยบองชีวิตมนุษย์ชมนี้โดยชนะตระบัดตกอดปิโคเนี่ยตัวบังกอบจำนำมนุษย์ดตีวิงปนแต่แต่ปดัยบองชีวิตมนุษย์นุคือมนุษย์ได้เนี่ยปราปรับเอาสำหรับนุตระบัดปลายเจ็ดเต็มปีรูปปิโคบังกอบปิโคพองคณีถาโลกโจปดัยบองชีวิตมนุษย์ชมนี้โดยชนะตระบัดตกอดปิโคตัวบังกอบจำนำมนุษย์ดตีวิงลูกเวเลียเตอปดัยบองชีวิตมนุษย์ดตีนุเบิดฝึกข้อบังกอบโดยชนะปิโคเนี่ยบังกอบมันตระบัดลายปิโคเนี่ยบังกอบตระบัดปลายจิตปิโคบังกอบปิโคพองคณีถาโลกโจปรับปิโคชมนี้เอาปิโคชมนี้ปรับดอปิโคชมนี้ถาปิโคชมนี้โจปดัยบองชีวิตบุคคลชมนี้โดยชนะตระบัดตกอดปิโคในตัวบังกอบนุเตอปรับเนี่ยไอติดวิงโดยชนะก็ตระบัดตกอดได้ปิโคเนี่ยสำหรับตัวบังกอบปิโคเนี่ยปราดามตระบัดพลิใจลูกปิโคเนี่ยสำหรับบานปดัยบองชีวิตมนุษย์นุสำไรตระบัดปลายจึกกรบเตียงบุญรูปปิโคบังกอบปิโคพองคณีถาโลกโจตปราปิโคชมนี้เอาปิโคชมนี้เตปราปิโคชมนี้ถาปิโคชมนี้โจตปดัยบองชีวิตบุคคลชมนี้โดยชนะตระบัดตกอดปิโคเนี่ยตัวบังกอบนุเตอบังกอบปิโคไอติดวิ่งทเวข้อบังกอบโดยชนะตระบัดตกอดปิโคเนี่ยสำหรับตัวบังกอบตระบัดตกอดปิโคเนี่ยสำหรับโนปานปดัยบองชีวิตบุคคลโนสมัยปิโคเนี่ยบังกอบดามันตระบัดหลายตระบัดปลายจึกแต่ปิโคเนี่ยบังกอบหนึ่งปิโคเนี่ยสำหรับปิโคบังกอบปิโคพองคณีถาโลกโจปดัยบองชีวิตบุคคลชมนี้โดยชนะตระบัดตกอดปิโคเนี่ยตัวบังกอบโนเตอให้ตลอดมาปรับวิงถาขยมันไอหนึ่งปดัยบองชีวิตบุคคลนี้เต้ปิโคโนบังกอบเตียถาโลกไอเวเลนาโลกโจตปดัยบองชีวิตเกเวเลนุจโดยชนะตระบัดตกอดลูกปิโคเนี่ยตัวบังกอบโนบานปดัยบองชีวิตบุคคลโนสมัยตระบัดปลายเจ็ดแห่งปีรูปิโคบังกอบปิโคพองคณีถาโลกโจตปดัยบองชีวิตบุคคลชมนี้โดยชนะตระบัดตกอดปิโคโนลูกบังกอบปิโคพองคณีโนหายก็สลับแต่การสิกระไดกระไดกระหายสลายกลอยแต่หนึ่งบานปรับไว้ดังถาโลกกลมเตอสำหรับโดยชนะสเตปิโคเนี่ยตัวบังกอบลูกปดัยบองชีวิตบุคคลนุสไรก็ตระบัดปลายจึกแห่งปีรูปิโคบังกอบปิโคพองคณีถาโลกโจตปดัยบองชีวิตบุคคลชมนี้โดยชนะตระบัดตกอดแต่ปิโคนุลูกบังกอบรวยหายก็สลับแต่การสิกระไดกระไดกระหายสลายกลอยเติบปรับวิงถาโลกกลมเตอสำหรับไล่ปิโคนุอ่างถาโลกบังกอบขยมหายก็เตยปดัยชีวิตบุคคลนุเตออย่างนี้ปิโคเนี่ยปราดามันตระบัดเตตระบัดปลายจึกแต่เนี่ยสำหรับปิโคบังกอบปิโคพองคณีถาโลกโจเตยปดัยชีวิตบุคคลชมนี้โดยชนะตระบัดตกอดลูกปิโคนุบังกอบหายก็การสิกระไดกระไดกระหายสลายกลอยเตยปรับวิงถาโลกกลมเตยสำหรับไล่ปิโคเนี่ยสำหรับนุตัวถาสาธุหายฉบวิงโดยชนะมันตระบัดจังปีรูปปิโคสมกาตีได้มันสงัดถาตีสงัดเตอโปถาเอาบุคคลชมนี้อันเตยแต่สำหรับโดยชนะตระบัดตกอดปิโคสมกาตีได้สงัดถาตีมันสงัดเตอโปถาเอาบุคคลชมนี้ส้มอ้อยวินเนตเตอจอกโดยชนะตระบัดตกอดปิโคสมกาตีได้มันสงัดถาตีมันสงัดเตอโปถาเอาบุคคลชมนี้โจวินเนตเตอจอกโดยชนะตระบัดตกอดปิโคสมกาตีได้สงัดถาสงัดเตอโปถาเอาบุคคลชมนี้
សូមឲ្យវិនិច្ឆ័យចោលដូច្នេះត្រូវអាបត្តិទៅគាត់ដែលហៅថាពរនីដោយកាយនោះគឺភិក្ខុធ្វើវិការៈដោយកាយដូច្នេះបុគ្គលណាស្លាប់ទៅយ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬនឹងបានយស័ក្តិឬនឹងទៅកាន់ស្ថានសួគ៌ភិក្ខុធ្វើយ៉ាងនេះត្រូវអាបត្តិទៅគាត់បើមនុស្សស្លាប់សេចក្តីពរនីនោះហើយញ៉ាំងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាអញនឹងស្លាប់ដោយកិរិយាពលពរនីនោះដូច្នេះភិក្ខុត្រូវអាបត្តិផលិច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាពលពរនីដោយវិចារនោះគឺភិក្ខុពោលដោយវិចារថាបុគ្គលណាស្លាប់យ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬបានយស័ក្តិឬទៅកាន់ស្ថានសួគ៌ភិក្ខុនោះត្រូវអាបត្តិទៅគាត់បើមនុស្សស្លាប់សេចក្តីពរនីនោះហើយយ៉ាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាអញនឹងស្លាប់ដោយកិរិយាពលពរនីនោះដូច្នេះភិក្ខុត្រូវអាបត្តិផលិច័យបើភិក្ខុនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាពលពរនីដោយកាយនិងវិចារនោះគឺភិក្ខុធ្វើវិការដោយកាយផងដោយវិចារផងដូច្នេះថាបុគ្គលណាស្លាប់ទៅយ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬបានយស័ក្តិឬទៅកាន់ស្ថានសួគ៌ភិក្ខុនោះត្រូវអាបត្តិទៅគាត់បើមនុស្សស្លាប់សេចក្តីពរនីនោះហើយយ៉ាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាអញនឹងស្លាប់ដោយកិរិយាពលពរនីនោះដូច្នេះភិក្ខុត្រូវអាបត្តិផលិច័យបើបុគ្គលនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាពរនីដោយប្រើបំរើនោះគឺភិក្ខុប្រាប់ដំណឹងដល់បំរើថាបុគ្គលណាស្លាប់យ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬបានយស័ក្តិឬពុំនោះទៅកាន់ស្ថានសួគ៌ដូច្នេះភិក្ខុត្រូវអាបត្តិទៅគាត់បើបុគ្គលនោះបានស្ដាប់ដំណឹងរបស់បំរើហើយគិតថាអញនឹងស្លាប់ហើយក៏ញ៉ាំងទុក្ខវេទនាឲ្យកើតឡើងភិក្ខុត្រូវអាបត្តិផលិច័យបើបុគ្គលនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាពរនីដោយវិធីសរសេរអក្សរនោះគឺភិក្ខុឆ្លាក់អក្សរជាសេចក្តីថាបុគ្គលណាស្លាប់ទៅយ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬបានយស័ក្តិឬទៅកាន់ស្ថានសួគ៌ដូច្នេះត្រូវអាបត្តិទៅគាត់គ្រប់អក្សរបុគ្គលនោះឃើញអក្សរចរិតហើយគិតថាអញនឹងស្លាប់ទៅហើយញ៉ាំងទុក្ខវេទនាឲ្យកើតឡើងត្រូវអាបត្តិផលិច័យបើបុគ្គលនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថារណ្ដៅនោះគឺភិក្ខុជីករណ្ដៅចំពោះមនុស្សដោយតាំងចិត្តថាអ្នកណាមួយធ្លាក់ទៅគង់ស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់ការបើអ្នកណាមួយស្លាប់ទៅហើយកើតទុក្ខវេទនាឡើងដល់ភិក្ខុនោះភិក្ខុត្រូវអាបត្តិផលិច័យបើអ្នកនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុជីករណ្ដៅមិនចំពោះមនុស្សឬអមនុស្សដោយគិតថាជនណាមួយធ្លាក់ទៅគង់ស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់បើមនុស្សធ្លាក់ទៅក្នុងរណ្ដៅនោះភិក្ខុត្រូវអាបត្តិទៅគាត់ការមនុស្សនោះធ្លាក់ទៅកើតទុក្ខវេទនាឡើងភិក្ខុត្រូវអាបត្តិផលិច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកបើយៈក្តីប្រែកក្តីសត្វទេរិឆានដែលមានរាងកាយដូចមនុស្សក្តីធ្លាក់ទៅក្នុងរណ្ដៅនោះភិក្ខុត្រូវអាបត្តិទៅគាត់កាលបីជនមានយៈជាដើមនោះធ្លាក់ទៅហើយកើតទុក្ខវេទនាភិក្ខុក៏ត្រូវអាបត្តិទៅគាត់ដែរបើជនមានយៈជាដើមនោះស្លាប់ភិក្ខុត្រូវអាបត្តិផលិច័យបើសត្វទេរិឆានធ្លាក់ទៅក្នុងរណ្ដៅនោះភិក្ខុត្រូវអាបត្តិទៅគាត់កាលបើធ្លាក់ទៅហើយកើតទុក្ខវេទនាត្រូវអាបត្តិទៅគាត់បើវាស្លាប់ភិក្ខុត្រូវអាបត្តិបាចិត្តយៈដែលហៅថាបងឯកនោះគឺភិក្ខុបង្កប់សត្រាក្នុងទីសម្រាប់ឯកក្តីលាបដោយថ្នាំពឹសក្តីធ្វើឲ្យទ្រុឌទ្រោមក្តីបង្កប់សត្រាក្នុងត្រពាំងក្តីអណ្ដូងក្តីក្នុងជ្រោះក្តីដោយគិតថាមនុស្សណាមួយនឹងធ្លាក់ទៅស្លាប់ដោយគ្រឿងប្រហារនេះត្រូវអាបត្តិទៅគាត់បើមនុស្សនោះមានទុក្ខវេទនាកើតឡើងដោយសត្រាក្តីដោយថ្នាំពឹសក្តីដោយដំណើរដែលធ្លាក់ចុះទៅតាមធម្មតាក្តីភិក្ខុត្រូវអាបត្តិផលិច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកតែហៅថាបង្កប់ចម្រងនោះគឺភិក្ខុបង្កប់ដាវក្តីលំពេងក្តីច្បូកក្តីឈើស្រួយក្តីអន្លូងក្តីថ្មក្តីកំបិតក្តីថ្នាំពឹសក្តីខ្សែក្តីដោយគិតថាមនុស្សណាមួយនឹងស្លាប់ដោយវត្ថុមានដាវជាដើមនេះយ៉ាងនេះត្រូវអាបត្តិទុក្ខគាត់បើមនុស្សនោះញ៉ាំងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយវត្ថុមានដៃជាដើមនោះភិក្ខុត្រូវអាបត្តិថលច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាភេសជ្ជៈនោះគឺភិក្ខុឲ្យសព្វេក្តីញវនីតក្តីប្រេងក្តីទឹកខ្មុំក្តីស្ករអំពៅក្តីដោយតាំងចិត្តថាមនុស្សដែលចិញ្ចៀបចិញ្ជក់ស៊ីភេសជ្ជៈមានសព្វេជាដើមនេះហើយគង់នឹងស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់កើតបើមនុស្សស៊ីភេសជ្ជៈមានសព្វេជាដើមនោះហើយកើតទុក្ខវេទនាភិក្ខុត្រូវអាបត្តិថលច័យបើភិក្ខុនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាសម្លាប់ដោយរូបនោះគឺភិក្ខុនាំយករូបដែលមិនគាប់ចិត្តមុខគួរឲ្យខ្លាចភ័យផិតស្ញប់ស្ញែងដោយតាំងចិត្តថាមនុស្សណាមួយមកឃើញរូបនេះហើយនឹងតក់ស្លុតស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់បើមនុស្សឃើញរូបនោះហើយតក់ស្លុតភិក្ខុត្រូវអាបត្តិថលច័យបើមនុស្សស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុនាំយករូបជាទីគាប់ចិត្តគួរឲ្យស្រឡាញ់ពេញចិត្តដោយបំណងថាមនុស្សណាមួយមកឃើញរូបនេះហើយតែមិនបានរូបនេះមុខជានឹងសង្រេងសង្រៃរេងរៃស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់បើមនុស្សឃើញរូបនោះហើយក្រៀមក្រំព្រោះមិនបានតាមប្រាថ្នាភិក្ខុត្រូវអាបត្តិថលច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាសម្លាប់ដោយសម្លេងនោះគឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្តមុខគួរឲ្យខ្លាចភិតភ័យស្ញប់ស្ញែងដោយបំណងថាមនុស្សណាមួយបានឮសម្លេងនេះហើយនឹងតក់ស្លុតស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់លុះមនុស្សឮសម្លេងនោះហើយតក់ស្លុតភិក្ខុត្រូវអាបត្តិថលច័យបើគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុនាំយកសម្លេងជាទីគាប់ចិត្តមុខគួរឲ្យស្រឡាញ់ចូលចាប់ដួងចិត្តដោយបំណងថាមនុស្សណាមួយបានឮសម្លេងនេះហើយនឹងក្រៀមក្រំស្លាប់ព្រោះចង់បានមិនបានដូច្នេះត្រូវអាបត្តិទៅគាត់លុះមនុស្សឮសម្លេងនោះហើយក្រៀមក្រំចិត្តព្រោះចង់បានមិនបានភិក្ខុត្រូវអាបត្តិថលច័យបើមនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាសម្លាប់ដោយក្លិននោះគឺភិក្ខុនាំយកក្លិនមិនគាប់ចិត្តមុខគួរខ្ពើមឆ្អើមដោយបំណងថាមនុស្សណាមួយហិតក្លិនហើយគង់នឹងស្លាប់ព្រោះជារបស់គួរខ្ពើមគួរឆ្អើមដូច្នេះត្រូវអាបត្តិទៅគាត់កាលបើគេហិតក្លិននោះហើយមានទុក្ខវេទនាកើតឡើងព្រោះខ្ពើមព្រោះឆ្អើមភិក្ខុត្រូវអាបត្តិថលច័យគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលតែដោយបំណងថាមនុស្សណាមួយបានហិតក្លិននេះហើយនឹងក្រៀមក្រំស្លាប់ព្រោះចង់បានមិនបានដូច្នេះត្រូវអាបត្តិទៅគាត់លុះគេហិតក្លិននោះហើយក្រៀមក្រំព្រោះមិនបានភិក្ខុត្រូវអាបត្តិថលច័យបើគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាសម្លាប់ដោយរស់នោះគឺភិក្ខុនាំយករស់ដែលមិនជាទីគាប់ចិត្តមុខគួរខ្ពើមឆ្អើមដោយតាំងចិត្តថាមនុស្សណាមួយបានចិញ្ចក់ចិញ្ចៀបរស់នេះហើយនឹងស្លាប់ព្រោះជារស់គួរខ្ពើមឆ្អើមដូច្នេះត្រូវអាបត្តិទៅគាត់កាលបើគេចិញ្ចក់ចិញ្ចៀបរស់នោះហើយមានទុក្ខវេទនាកើតឡើងព្រោះជារបស់គួរខ្ពើមឆ្អើមភិក្ខុត្រូវអាបត្តិថលច័យលុះគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុនាំយករស់ជាទីគាប់ចិត្តដោយបំណងថាមនុស្សណាមួយបានចិញ្ចក់ចិញ្ចៀបរស់នេះហើយនឹងក្រៀមក្រំស្លាប់ព្រោះមិនបានដោយបំណងដូច្នេះត្រូវអាបត្តិទៅគាត់លុះគេចិញ្ចក់ចិញ្ចៀបរស់នោះហើយកើតក្រៀមក្រំព្រោះមិនបានតាមបំណងភិក្ខុត្រូវអាបត្តិថលច័យបើគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាសម្លាប់ដោយសម្ផស្សនោះគឺភិក្ខុនាំយកផតថពៈមិនជាទីគាប់ចិត្តដែលមានសម្ផស្សនាំមកនៅសេចក្តីទុក្ខដែលមានសម្ផស្សរឹងដោយបំណងថាមនុស្សណាមួយពាល់ត្រូវសម្ផស្សនេះមុខជានឹងស្លាប់ដូច្នេះត្រូវអាបត្តិទៅគាត់បើទុក្ខវេទនាកើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្សនោះភិក្ខុត្រូវអាបត្តិថលច័យលុះគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុនាំយកផតពៈជាទីគាប់ចិត្តដែលមានសម្ផស្សជាសុខដែលមានសម្ផស្សទន់ដោយបំណងថាបុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយនឹងក្រៀមក្រំស្លាប់ព្រោះមិនបានតាមប្រាថ្នាដូច្នេះត្រូវអាបត្តិទៅគាត់លុះគេពាល់ត្រូវសម្ផស្សនោះហើយកើតក្រៀមក្រំព្រោះមិនបានតាមប្រាថ្នាភិក្ខុត្រូវអាបត្តិថលច័យបើគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាសម្លាប់ដោយធម៌នោះគឺភិក្ខុពោលអំពីរឿងនរកនៃសត្វដែលទៅកើតក្នុងនរក
ដោយបំណងថាមនុស្សណាមួយបានស្ដាប់រឿងនរកនេះហើយនឹងកក់ស្លាប់ហើយស្លាប់ដូច្នេះត្រូវអាបត្តិទុកគាត់លោកគេបានស្ដាប់រឿងនរកនោះហើយកើតកក់ស្លាប់ភិក្ខុត្រូវអាបត្តិថលចៃបើគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែលបានធ្វើកម្មដ៏ល្អដោយបំណងថាមនុស្សណាមួយបានស្ដាប់និទានអំពីស្ថានសួគ៌នេះហើយនឹងអត់ដង្ហើមស្លាប់ដូច្នេះត្រូវអាបត្តិទុកគាត់លោកគេបានស្ដាប់និទានអំពីសួគ៌នោះហើយញ៉ាំងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាឯងនឹងអត់ដង្ហើមស្លាប់ដូច្នេះភិក្ខុត្រូវអាបត្តិថលចៃបើគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាបង្កប់ឲ្យស្លាប់នោះគឺមានមនុស្សសួរភិក្ខុឆ្លើយថាអ្នកឯងចូលស្លាប់ទៅយ៉ាងនេះចុះព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬបានយស័ក្តិឬទៅកាន់ស្ថានសួគ៌ដូច្នេះត្រូវអាបត្តិទុកគាត់បុគ្គលនោះញ៉ាំងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាឯងនឹងស្លាប់តាមបង្កប់នោះភិក្ខុត្រូវអាបត្តិថលចៃលោកគេស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាព្រានប្រដៅដើម្បីឲ្យស្លាប់នោះគឺគេមិនបានសួរភិក្ខុទេតែភិក្ខុនិយាយថាអ្នកចូលស្លាប់យ៉ាងនេះចុះព្រោះបុគ្គលណាស្លាប់ទៅយ៉ាងនេះបុគ្គលនោះនឹងបានទ្រព្យឬបានយស័ក្តិឬទៅកាន់ស្ថានសួគ៌ដូច្នេះត្រូវអាបត្តិទុកគាត់ព្រោះពាក្យព្រានប្រដៅប៉ុណ្ណោះទើបបុគ្គលនោះញ៉ាំងទុក្ខវេទនាឲ្យកើតឡើងដោយគិតថាឯងនឹងស្លាប់ដូច្នេះភិក្ខុត្រូវអាបត្តិថលចៃលោកបុគ្គលនោះស្លាប់ភិក្ខុត្រូវអាបត្តិបរាជិកដែលហៅថាធ្វើសង្កេតកម្មនោះគឺភិក្ខុកំណត់វេលាថាលោកចូលទៅផ្ដាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះទោះនៅវេលាមុនបាយក្តីក្រោយបាយក្តីយប់ក្តីថ្ងៃក្តីដូច្នេះត្រូវអាបត្តិទុកគាត់បើភិក្ខុទទួលបង្កប់ទៅផ្ដាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះត្រូវអាបត្តិបរាជិកទាំងពីររូបបើភិក្ខុទទួលបង្កប់ទៅផ្ដាច់បង់ជីវិតបុគ្គលនោះមុនក្តីក្រោយក្តីអំពីកំណត់នោះភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិទេឯអ្នកសម្លាប់ត្រូវអាបត្តិបរាជិកតែហៅថាធ្វើនិមិត្តកម្មនោះគឺភិក្ខុធ្វើនិមិត្តសញ្ញាដូចនេះថាបើខ្ញុំពព្រិចភ្នែកក្តីញាក់ចិញ្ចើមក្តីងក់ក្បាលក្តីលោកចូលផ្ដាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះចុះធ្វើនិមិត្តសញ្ញាប៉ុណ្ណោះត្រូវអាបត្តិទុកគាត់បើភិក្ខុអ្នកទទួលបង្កប់ទៅផ្ដាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះត្រូវអាបត្តិបរាជិកទាំងពីររូបបើភិក្ខុអ្នកទទួលបង្កប់ទៅផ្ដាច់បង់ជីវិតបុគ្គលនោះមុនឬក្រោយនិមិត្តសញ្ញានោះភិក្ខុអ្នកប្រើខាងដើមមិនត្រូវអាបត្តិឡើយឯអ្នកសម្លាប់ត្រូវអាបត្តិបរាជិកភិក្ខុមិនខ្លែងមួយភិក្ខុមិនដឹងមួយភិក្ខុមិនប្រាថ្នាឲ្យស្លាប់មួយភិក្ខុឈួតមួយភិក្ខុមានចិត្តរវើរវាយមួយភិក្ខុមានវេទនាក្រមសង្កត់មួយភិក្ខុដើម